ឆ្នាំ1991ទទួលងារជាសម្ដេចដែលតែងតាំងឡើងដោយសម្ដេចព្រះនរោត្តមសីហនុនៅទីក្រុងភ្នំពេញនិងទទួលងារជាសម្ដេចសន្តិភាពនៅប្រទេសកម្ពុជាខែធ្នូជួបជាមួយមេដឹកនាំខ្មែរក្រហមដើម្បីធ្វើកិច្ចសម្របសម្រួលផ្លូវធ្វើធម្មយាត្រាក្នុងឆ្នាំ1997ដើម្បីសន្តិភាពនិងការផ្សះផ្សាជាតិអញ្ចឹងជាកិច្ចចាប់ផ្ដើមទូលព្រះបង្គំខ្ញុំប្រកាសណាសូមក្រាបនមស្ការចំពោះប្រជុំ3នៃបត្រីសរណៈដោយសេចក្តីគោរពហើយសូមនមស្ការចំពោះលោកគ្រូជាម្ចាស់គ្រប់ព្រះអង្គដែលមានជាអធិបតីគឺលោកគ្រូបញ្ញាបតិបោបាត់សុផលដោយសេចក្តីគោរពសក្ការៈដល់ពងពោះហើយក៏សូមនមស្ការចំពោះលោកគ្រូជាម្ចាស់ជាប្រធានកថាការចារ្យនិមន្តមកពីប្រទេសបារាំងគឺលោកនាមរិទ្ធិស័ក្តិព្រោះខ្ញុំព្រោះហើយលោកគ្រូលីយ៉ុងក៏បានដែរលីយ៉ុងបារាំងអង់គ្លេស Lion អញ្ចឹងគឺនៅក្នុងឱកាសនេះទូលព្រះបង្គំខ្ញុំកណាសូមការអនុញ្ញាតអំពីសំណាក់ពីលោកគ្រូម្ចាស់គ្រប់ព្រះអង្គហើយសូមការអនុញ្ញាតអំពីព្រះអង្គគ្រូជាធម្មកថាការចារ្យនិងញាតិញោមសប្បុរសស្រីប្រុសនៅក្នុងឱកាសនេះដើម្បីនាំមកនៅប្រវត្តិខ្លះៗរបស់សម្ដេចព្រះកុសនន្តាវាយាវមែនតើទៅកាលពីល្ងាចមិញក៏មានតាមរបៀបអញ្ចឹងដែរញាតិញោមបានប្រព្រឹត្តទៅនោះគឺលោកឪជាម្ចាស់គ្រួចអ៊ីមជាអ្នកសម្ដែងប្រទានធម៌ទេសនាហើយដែលឡែកលោកគ្រូបញ្ញាបតិបោបាត់សុផលលោកបាននាំមកនៅប្រវត្តិសង្ខេបខ្លះអញ្ចឹងហើយមុននឹងចូលទៅដល់ទូសេចក្តីនៃការសម្ដែងពធទេសនាថ្មភាពខ្ញុំកណាសូមនាំមកនៅប្រវត្តិសង្ខេបដោយតទៅសម្ដេចព្រះមហាខូសនន្ទនាមដើមវាយាវប្រសូតនៅថ្ងៃ15កើតពេញបរមីខែមករាឆ្នាំឆ្លូវសប្តាហ៍ស័កពុទ្ធសករាជ2469ត្រូវនឹងគ្រិស្តសករាជ1929បើតាមពុទ្ធសករាជ2469សម្ដេចប្រសូតនៅឆ្នាំ1925ក្នុងត្រកូលកសិករមួយនៅឃុំបារាយស្រុកដូនកែវខេត្តតាកែវស្ថិតនៅភាគនិរតីនៃប្រជាណាចក្រកម្ពុជាលោកមានបិតាឈ្មោះចាយអនិច្ចកម្មតាំងពីលោកនៅកុមារមេដាឈ្មោះវ៉ាសៀងលោកជាបុត្រទូលតែម្នាក់ឯងគត់ក្នុងគ្រួសារប្រវត្តិនៃការសិក្សាកុមារាវាយាវត្រូវបានមេដាបិតាយកទៅផ្ញើនឹងព្រះសង្ឃដែលគង់នៅក្នុងវត្តបារាយដើម្បីបានសិក្សារៀនសូត្រអក្សរសាស្ត្រលេខនិពន្ធពីសំណាក់ព្រះគ្រូលុះអាយុបាន14ឆ្នាំក៏បានចូលបួសជាសាមណេរនៅក្នុងវត្តដដែលបន្ទាប់ពីបព្វជិហើយសាមណេរវាយាវបានសូមលោកគ្រូឧបជាទៅគង់នៅវត្តអង្គមិត្រីជាវត្តព្រះមេគុណស្ថិតនៅក្នុងខេត្តតាកែវដើម្បីសិក្សាភាសាបាលីបន្ទាប់ពីប្រឡងជាប់ថ្នាក់បាលីរងហើយលោកបាននិមន្តទៅបន្តការសិក្សានៅវត្តកែវព្រះភ្លើងនៅទីក្រុងភ្នំពេញដើម្បីបន្តថ្នាក់ពុទ្ធិកវិទ្យាល័យលោកបានបំពេញឧបសម្បទាជាភិក្ខុភាវៈនៅឆ្នាំ1950ដែលមានសម្ដេចព្រះសង្ឃរាជជួនណាតជាព្រះឧបជានិងមាននាមបញ្ញថាខូសានន្តបន្ទាប់ពីបញ្ចប់ថ្នាក់ពុទ្ធិកវិទ្យាល័យហើយនៅក្នុងឆ្នាំ1953ព្រះអង្គបាននិមន្តទៅសិក្សានៅសាកលវិទ្យាល័យនីឡង់ទាក្នុងប្រទេសឥណ្ឌារហូតចប់ថ្នាក់បណ្ឌិតដែលគិតជាឆ្នាំគឺរយៈពេល15ឆ្នាំគត់ក្រៅពីការសិក្សានៅសាកលវិទ្យាល័យព្រះមហាខូសនន្តាបានសិក្សាពីគោលការណ៍សន្តិភាពនិងអហិង្សាជាមួយនឹងព្រះសង្ឃជនជាតិជប៉ុនព្រះនាម Nichi Dasu Fuji ជាព្រះសង្ឃដែលគ្រប់គ្រងចលនារបស់មហាថ្មគុន្ធីបន្ទាប់ពីព្រះអង្គបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យនីឡង់ទានៅឆ្នាំ1969ព្រះអង្គបាននិមន្តទៅបន្តការសិក្សាផ្នែកវិបស្សនាធុរៈក្នុងវិបស្សនាចារ្យជាតិថៃដ៏ល្បីមួយអង្គព្រះនាមធម្មធរោនៅវត្តជយនីខេត្តនគរស្រីធម្មរាជប្រទេសថៃភាគខាងត្បូង
ជាបន្តទៅទៀតអាភិបនឹងលើកយកនៅចំណុចសំខាន់ជាគោលណាឲ្យញាតិញោមតាមដានតន់ជាឆ្នាំទៅវិញលើកពីខាងដើមមកគឺនៅក្នុងឆ្នាំ1929សម្ដេចព្រះមហាឃោសនន្តទ្រង់ប្រសូតនៅឃុំបារាយស្រុកដូនកែវខេត្តតាកែវភាគនិរតីនៃប្រទេសកម្ពុជាឆ្នាំ1943បានចូលសាងភ្នោះជាសាមណេរក្នុងព្រះពុទ្ធសាសនាក្នុងប្រជញ្ញ14វស្សានៅវត្តបារាយឆ្នាំ1950បានឧបសម្បទាជាភិក្ខុនៅវត្តអណាឡោមក្រុងភ្នំពេញមានសម្ដេចព្រះសង្ឃរាជជួនណាតជាព្រះឧបជាបានទទួលនាមបញ្ញត្តិឃោសនន្តឆ្នាំ1953និមន្តទៅសិក្សានៅសាកលវិទ្យាល័យនេឡង់ទាក្នុងរដ្ឋប៊ីហាប្រទេសឥណ្ឌាឆ្នាំ1956ដង្ហែសម្ដេចព្រះសង្ឃរាជជួនណាតចូលរួមឆដ្ឋសង្គាយនាលើកទី6នៅប្រទេសភូមាពុទ្ធសករាជ2500នេះពាក់កណ្ដាលសាសនាញោមនៅវត្តកាបាអាយទីក្រុងរងគូនក្នុងនាមប្រតិភូព្រះពុទ្ធសាសនាប្រទេសកម្ពុជាឆ្នាំ1957បានចូលសិក្សាពីទស្សនៈព្រះពុទ្ធសាសនានិងការកសាងសន្តិភាពនិងអហិង្សាជាមួយព្រះសង្ឃជនជាតិជប៉ុនឈ្មោះនីជីដាស៊ូហ៊ូជីជាអ្នកបង្កើតព្រះពុទ្ធសាសនានិកាយនីប៉ូសាន់ស្យូប៉ូជីនៅអាស្រមមួយស្ថិតនៅលើភ្នំមួយជិតភ្នំកិច្ចកោតក្រុងរាជក្រឹសរដ្ឋប៊ីហាប្រទេសឥណ្ឌាឆ្នាំ1969ទទួលសញ្ញាបត្របណ្ឌិតផ្នែកទស្សនវិជ្ជាព្រះពុទ្ធសាសនាពីសាកលវិទ្យាល័យនេឡង់ទាបន្ទាប់មកបាននិមន្តទៅសិក្សាវិបស្សនាធុរៈនៅអាស្រមក្នុងព្រៃនៅប្រទេសថៃភាគខាងត្បូងក្នុងសំណាក់ព្រះអាចារ្យធម្មធរោឆ្នាំ1978និមន្តទៅកាន់ជំរំជាន់ភៀសខ្លួនខ្មែរនៅខេត្តស្រះកែវស្ថិតនៅព្រំដែនខ្មែរថៃជាជំរំជាន់ភៀសខ្លួនខ្មែរដំបូងបំផុតក្រោយពីរបបខ្មែរក្រហមត្រូវបានផ្ដួលរំលំបានជួយអប់រំដល់ជាន់ភៀសខ្លួនទាំងនោះឲ្យឈប់ឆ្លោះចេះសន្តោសទុកដល់គ្នាតាមពាក្យព្រានបដៅរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនិងបានបង្កើតវត្តព្រះពុទ្ធសាសនាតាមជំរំជាន់ភៀសខ្លួនឆ្នាំ1980ទទួលធ្វើជាតំណាងឲ្យកម្ពុជាក្នុងតំណែងទីប្រឹក្សាសេដ្ឋកិច្ចនិងសង្គមនៃអង្គការសហប្រជាជាតិបានបង្កើតសហបេសកកម្មអន្តរសាសនាដើម្បីសន្តិភាពហើយបានចាប់ផ្ដើមគំនិតជាសកលស្ដីពីទិវាពិភពលោកដើម្បីបួងសួងសុំសន្តិភាពសម្រាប់ប្រទេសកម្ពុជានិងពិភពលោកឆ្នាំ1981ដឹកនាំការបង្កើតវត្តព្រះពុទ្ធសាសនាតាមសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិកប្រទេសអឺរ៉ុបនៅប្រទេសអូស្ត្រាលីនិងទីផ្សេងទៀតបានបង្កើតកម្មវិធីអប់រំនិងលើកកម្ពស់វប្បធម៌ខ្មែរនៅក្រៅប្រទេសជួយឧបត្ថម្ភដល់ការអប់រំសមាធិដើម្បីសន្តិភាពជួយឧបត្ថម្ភកម្មវិធីវឹកវើពីការតស៊ូមតិដើម្បីសិទ្ធិមនុស្សនិងការដោះស្រាយទំនាស់តាមបែបអហិង្សាឆ្នាំ1983និមន្តទៅជួបសម្ដេចប៉ាបចនប៉ូលទី2នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលីដើម្បីពិភាក្សាអំពីមូលដ្ឋានសាសនាសម្រាប់គាំទ្រសន្តិភាពពិភពលោកនៅមុនពេលធ្វើផែនការប្រជុំនៅអាស៊ីស៊ីឆ្នាំ1986សម្ដេចប៉ាបចនប៉ូលទី2និមន្តព្រះអង្គចូលរួមនៅក្នុងទិវាបួងសួងសូមសន្តិភាពនៅអាស៊ីស៊ីជាមួយអ្នកដឹកនាំសាសនាពិភពលោកឯទៀតនឹងធ្វើជារៀងរាល់ឆ្នាំបន្តមកនៅឆ្នាំ1988បានដឹកនាំប្រតិភូសង្ឃទៅចូលរួមនៅក្នុងការប្រជុំចរចាសន្តិភាពសម្រាប់ប្រទេសកម្ពុជាគាំទ្រដោយអង្គការសហប្រជាជាតិសម្ដេចបានស្នើឡើងនៅកិច្ចសម្របសម្រួលមួយព្រមទាំងរំលឹកអ្នកដឹកនាំទាំងនោះថាសន្តិភាពគឺជាគោលដៅរួមរបស់យើងទាំងអស់គ្នាការប្រជុំនោះបានបន្តរហូតដល់ឆ្នាំ1991នៅក្នុងឆ្នាំនោះដែរសម្ដេចត្រូវបានជ្រើសតាំងជាគណៈសង្ឃជាន់ខ្ពស់នៃប្រជាណាចក្រកម្ពុជាឆ្នាំ1989បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសលើផ្នែកសេវាកម្មមនុស្សធម៌ពីសាកលវិទ្យាល័យ Providence ក្រុង Providence រដ្ឋ Rhode Island សហរដ្ឋអាមេរិកឆ្នាំ1991ទទួល
ងារជាសម្ដេចដែលតែងតាំងឡើងដោយសម្ដេចព្រះនរោត្តមសីហនុនៅទីក្រុងភ្នំពេញនិងទទួលងារជាសម្ដេចសន្តិភាពនៅប្រទេសកម្ពុជានៅឆ្នាំ1991នោះដដែលបានដឹកនាំធ្វើធម្មយាត្រាដើម្បីសន្តិភាពនិងការផ្សះផ្សាលើកទី1ចេញពីជំរំជាន់ភៀសខ្លួនខ្មែរក្នុងប្រទេសថៃចូលមកក្រុងភ្នំពេញមុនការគ្រប់គ្រងរបស់ពួកអ៊ុនតាក់នៅប្រទេសកម្ពុជាបានបោះពុម្ពសៀវភៅមួយជំហានម្ដងជាភាសាអង់គ្លេសភាសាខ្មែរភាសាថៃភាសាជប៉ុនភាសាអាល្លឺម៉ង់និងភាសាប៉ូទុយហ្គាល់ឆ្នាំ1992បានទទួលរង្វាន់ផ្នែកសិទ្ធិមនុស្សពីមូលនិធិរ៉ាប់តូនៅទីក្រុងប៊ឺជែនប្រទេសន័រវេសឆ្នាំ1993ដឹកនាំធម្មយាត្រាលើកទី2ចេញពីអង្គរវត្តខេត្តសៀមរាបមកកាន់រាជធានីភ្នំពេញតាមផ្លូវជាតិលេខ6កាត់តាមតំបន់មានសង្គ្រាមដើម្បីកាត់បន្ថយការភ័យខ្លាចនិងលើកទឹកចិត្តពលរដ្ឋក្នុងការចូលរួមបោះឆ្នោតជាតិទទួលតំណែងប្រធានកិត្តិយសនៃអង្គការសហព័ន្ធពលរដ្ឋខ្មែរនិងជាក្រុមប្រឹក្សាផ្ដល់យោបល់ពលរដ្ឋដល់សភាធម្មនុញ្ញកម្ពុជាក្នុងការតាក់តែងពង្រៀងរដ្ឋធម្មនុញ្ញនិមន្តចូលរួមក្នុងសន្និសីទសាសនាពិភពលោកនៅទីក្រុង Chicago ឆ្នាំ1994និមន្តចូលរួមក្នុងពិធីសូត្រធម៌បើកធម្មយាត្រាអន្តរសាសនាដើម្បីសន្តិភាពនិងជីវិតនៅទីក្រុង Auschwitz ប្រទេសប៉ូឡូញដឹកនាំធម្មយាត្រាលើកទី3ឆ្លងកាត់តាមបណ្ដាខេត្តដែលមានសង្គ្រាមក្តៅគគុកនៅផ្នែកខាងលិចប្រទេសកម្ពុជាដឹកនាំគណៈប្រតិភូប្រសង់ជាន់ខ្ពស់កម្ពុជាចូលរួមប្រជុំចរចាពីសន្តិភាពនៅទីក្រុងខ្យុងយ៉ាងប្រទេសកូរ៉េខាងជើងក្រោមកិច្ចឧបត្ថម្ភពីសម្ដេចនរោត្តមសីហនុនិងចូលរួមក្នុងកិច្ចចរចាលើកទី2នៅទីក្រុងភ្នំពេញដឹកនាំគណៈប្រតិភូអន្តរសាសនាចូលរួមប្រជុំចរចាសន្តិភាពនៅទីក្រុងកូឡុំប៊ីប្រទេសសេរីលង្កាដើម្បីស្វែងរកការបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៃប្រទេសនោះសម្ដេចត្រូវបានស្នើជ្រើសតាំងជាបេក្ខជនសម្រាប់រង្វាន់ Nobel សន្តិភាពពីលោក Claiborne Pell តំណាងសមាជិកព្រឹទ្ធសភាទទួលបន្ទុកប្រធានគណៈកម្មការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាសហរដ្ឋអាមេរិកឆ្នាំ1995សម្ដេចត្រូវបានជ្រើសតាំងជាបេក្ខជនរង្វាន់ Nobel សន្តិភាពលើកទី2សម្រាប់ឆ្នាំ1995ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិករូបនោះដដែលនៅក្នុងឆ្នាំ1995រាប់ចាប់តាំងពីខែមករាព្រះអង្គបានបូជាប្រកាយចំពោះមជ្ឈមណ្ឌលជាន់វិការកម្ពុជានៅភ្នំពេញខែកុម្ភៈព្រះអង្គនិមន្តចូលរួមសន្និសីទអន្តរជាតិនៅអាស្រមវងសានិតខេត្តនគរនាយកប្រទេសថៃខែមិនិនានិមន្តចូលរួមទិវាសិទ្ធិនារីអន្តរជាតិនៅទីក្រុងបាត់ដំបងខែមិនិនាដដែលនិមន្តចូលរួមប្រជុំស្ដីពីការផ្ដល់នូវពាក្យព្រានប្រដៅរបស់ព្រះពុទ្ធបរមគ្រូដល់ប្រទេសអាស៊ីបច្ចិមនៅធម្មសាលាប្រទេសឥណ្ឌាខែមេសានិមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិស្ដីពីសាសនាអប់រំនិងវប្បធម៌នៅទីក្រុងអាតាមីប្រទេសជប៉ុនខែមេសានិមន្តចូលរួមប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អន្តរជាតិស្ដីពីសាសនាការអប់រំនិងវប្បធម៌នៅវិមាន Windsor Castle នៃរាជាណាចក្រអង់គ្លេសខែឧសភានិមន្តចូលរួមសន្និសីទដូនជីនិងស្ត្រីកម្ពុជានៅព្រែកហូក្រុងតាខ្មៅខែឧសភានិងខែមិថុនាដឹកនាំក្បួនធម្មយាត្រាដើម្បីសន្តិភាពចេញពីព្រំដែនថៃនៅខេត្តស្វាយរៀងព្រំដែនប្រទេសវៀតណាមអំពាវនាវឲ្យមានការចរចាសន្តិភាពជាបន្តនិងអំពាវនាវឲ្យមានអនុក្រឹត្យហាមឃាត់ការប្រើប្រាស់គ្រឿងផ្ទុះគ្រប់យ៉ាងនៅប្រទេសកម្ពុជាខែកញ្ញាចូលរួមប្រជុំក្រុមប្រឹក្សាសន្តិភាពនៅប្រទេសអង់គ្លេសដឹកនាំទិវាអន្តរជាតិដើម្បីសន្តិភាពនិងអំពាវនាវការហាម5ការប្រើប្រាស់គ្រាប់មីនខែតុលានិមន្តចូលរួមសន្និសីទអង្គការសហប្រជាជាតិស្ដីពីការពិនិត្យឡើងវិញនៅអនុសញ្ញាស្ដីពីការប្រើប្រាស់គ្រឿងសម្ភារវុធទ្រង់បានថ្លែងពីទុក្ខសោករបស់ប្រជាជនដែលរងគ្រោះដោយគ្រាប់មីនកប់ក្រោមដីនិងអំពាវនាវឲ្យបញ្ឈប់ការប្រើប្រាស់គ្រាប់មីនខែវិច្ឆិកានិមន្តចូលរួមប្រជុំក្រុមស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាពនៅវិមាន
Winter Castle ប្រទេសអង់គ្លេសក្នុងនោះសមាជិកខ្លះជាជ័យលាភីរង្វាន់ Nobel និងជាតំណាងជាន់ខ្ពស់នៃសាសនាសំខាន់ក្នុងពិភពលោកឆ្នាំ 1996 ត្រូវបានជ្រើសរើសតាំងលើកទី 3 ជាបេក្ខជនរង្វាន់ Nobel សម្រាប់ឆ្នាំ 1996 ដោយគណៈកម្មការសេវាកម្មមិត្តអាមេរិកចំណោមអ្នកទទួលរង្វាន់ Nobel ឆ្នាំ 1997 ខែកុម្ភៈដឹកនាំធម្មយាត្រានៅទីក្រុងភ្នំពេញមួយសប្តាហ៍ប្រឆាំងនឹងការប្រើប្រាស់គ្រាប់មីនខែមេសាចូលរួមសន្និសីទអង្គការសហប្រជាជាតិនៅទីក្រុងសឺណែវស្ដីពីការពិនិត្យឡើងវិញនៅអនុសញ្ញាការប្រើប្រាស់អាវុធនិងអំពាវនាវឲ្យឈប់ប្រើប្រាស់ទាំងស្រុងនៅគ្រាប់មីនខែមិថុនាដឹកនាំធម្មយាត្រាលើកទី 5 ដើម្បីសន្តិភាពនិងការផ្សះផ្សាជាតិនៅប្រទេសកម្ពុជាផ្ដោតលើការអប់រំផ្ដោតលើការកាប់បំផ្លាញព្រៃឈើខែកក្កដានិមន្តតំណាងព្រះពុទ្ធសាសនាថេរវាទប្រជុំនៅ Gestenan រវាងបព្វជិតគ្រឹះនិងព្រះពុទ្ធសាសនាក្រុងអាប៊ៃសហរដ្ឋអាមេរិកខែកញ្ញាជួបប្រជុំជាមួយលោកស្រីអង្សានស៊ូជីនិងគណៈសង្ឃជនខ្ពស់ភូមានៅប្រទេសភូមាដើម្បីជួយសម្រាលការឃុំខ្លួនសមាជិករង្វាន់ជ័យលាភី Nobel ខែតុលាដឹកនាំគណៈប្រតិភូសង្ឃចូលរួមប្រជុំវេទិកាពិភពលោកនៅទីក្រុង San Francisco រដ្ឋ California សហរដ្ឋអាមេរិកខែកញ្ញាជួបប្រជុំសាសនាកាតូលិក Ruiz និងសមាជិកនានានៃក្រុម Zapatista នៅទីក្រុង Chiapas ប្រទេសមិចស៊ិកក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសន្តិភាពខែធ្នូជួបជាមួយមេដឹកនាំខ្មែរក្រហមដើម្បីធ្វើកិច្ចសម្របសម្រួលផ្លូវធ្វើធម្មយាត្រាក្នុងឆ្នាំ 1997 ដើម្បីសន្តិភាពនិងការផ្សះផ្សាជាតិខែធ្នូធ្វើជាអធិបតីក្នុងសន្និសីទស្ដីពីព្រះពុទ្ធសាសនានិងសន្តិភាពនៅខេត្តបាត់ដំបងរៀបចំឡើងដោយអង្គការពុទ្ធសាសនាដើម្បីអភិវឌ្ឍឆ្នាំ 1997 ត្រូវបានជ្រើសតាំងជាលើកទី 4 ដោយអតីតជ័យលាភីរង្វាន់ Nobel សន្តិភាពសម្រាប់បេក្ខភាពរង្វាន់ Nobel ឆ្នាំ 1997 ខែមិថុនានិងខែមេសាដឹកនាំធម្មយាត្រាលើកទី 6 ទៅកាន់តំបន់បៃលិនដែលជាតំបន់កាន់កាប់ដោយទាហានខ្មែរក្រហមខែឧសភាជួបសម្ដេចសង្ឃដាឡៃឡាម៉ាសម្ដេចជាន់ខ្ពស់ទីបេហើយត្រូវបានសម្ដេចដាឡៃឡាម៉ាស្នើសុំឲ្យធ្វើជាសហគណៈដឹកនាំសេវាកម្មសកលនៃប្រទេសទីបេសម្ដេចបាននិមន្តចូលរួមប្រជុំនៅវិមានប្រមុខនៃសាសនាកាតូលិកនៅទីក្រុង Washington DC សហរដ្ឋអាមេរិកខែមិថុនានិមន្តចូលរួមជាអធិបតីក្នុងសន្និសីទបណ្ដាញអន្តរសាសនាព្រះពុទ្ធសាសនានៅខេត្តចន្ទបុរីប្រទេសថៃខែសីហាដឹកនាំធម្មយាត្រាដើម្បីបួងសួងផ្សាយមេត្តាបញ្ចប់នៅអំពើហិង្សាដែលផ្ទុះឡើងនៅទីក្រុងភ្នំពេញ 5-6 កក្កដា 1997 បន្ទាប់មកសម្ដេចបាននិមន្តទៅកាន់ប្រទេសស្រីលង្កាដើម្បីទទួលរង្វាន់សន្តិភាពពីអង្គការ Zavudara ខែកក្កដាឆ្នាំ 1999 សម្ដេចបាននិមន្តទៅកាន់ខេត្តតាកែវដែលជាស្រុកកំណើតរបស់សម្ដេចនិងបានបំពោះកុលបុត្រផងដែរខែសីហាឆ្នាំ 2000 សម្ដេចបាននិមន្តចូលរួមប្រជុំសន្និសីទកំពូលនៃមេដឹកនាំសាសនាដើម្បីសន្តិភាពពិភពលោកសម្រាប់សហសវត្សរ៍ថ្មីដែលមានមេដឹកនាំសាសនានៃពិភពលោកជាង 2000 នាក់ចូលរួមប្រជុំនៅការិយាល័យអង្គការសហប្រជាជាតិទីក្រុងញូវយ៉កនៅខែមេសាឆ្នាំ 2002 សម្ដេចបាននិមន្តចូលរួមប្រជុំ Gestenan Encounter 2 នៅប្រទេសទូគីទាំងអស់នេះគឺជារឿងរ៉ាវក៏ដូចជាបេសកកម្មរបស់សម្ដេចព្រះកុសនន្តាវាយាវជាទីអវសានសម្ដេចព្រះមហាកុសនន្ទទ្រង់សគត់យ៉ាងស្ងប់ស្ងាត់នៅថ្ងៃទី 12 ខែមីនាឆ្នាំ 2007 នៅវេលាម៉ោង 8:17 នាទីព្រឹកនៅមន្ទីរពេទ្យមួយនាទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិកផនតេបពិតលោកម្ចាស់បកណាម្ចាស់ព្រះអង្គធម្មកថាចារ្យជាទីគោរពពោសាទវអស់លោកអ្នកសប្បុរសស្រីប្រុសនៅក្នុងគណៈពេលនេះការអាននៃជីវវត្តខ្លះៗរបស់សម្ដេចព្រះមហាកុសនន្តាវាយាវក៏ដល់ទីបញ្ចប់ហេតុដូច្នោះហើយទូលព្រះបង្គំខ្ញុំបកណាសូមការអនុញ្ញាតដើម្បីទាញយកនៅមហាកុសលឧទ្ទិសថ្វាយចំពោះសម្ដេចព្រះមហាកុសនន្តាវាយាវ
សូមព្រះអង្គបានទៅប្រតិស្ថាននៅក្នុងទីសុខសួគ៌គោរពប្រគេនពរលោកគ្រូជាម្ចាស់ជូនពរជូនជ័យញាតិញោមសប្បុរសស្រីប្រុសគ្រប់មជ្ឈដ្ឋានទាំងអស់ដែលមានប្រវត្តិមានវត្តមានចូលរួមនៅក្នុងកម្មវិធីបុណ្យតក្កណានុប្រទានគម្រប់ខួប18ឆ្នាំរបស់សម្ដេចព្រះកុសនណ្ដាសូមឲ្យអស់លោកអ្នកប្រកាសណាម្ចាស់គុណព្រះអង្គសំប្រកបជួបប្រទេសតែសុខនឹងចម្រើនពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លៀងគ្លៀនឡើយសូមអនុមោទនាខុសត្រូវយ៉ាងណាសូមខន្តីអភ័យទោសអំពីសំណាក់កាណាម្ចាស់លោកគ្រូជាម្ចាស់គុណព្រះអង្គនិងញាតិញោមសប្បុរសស្រីប្រុសការអាននៅជីវប្រវត្តិសង្ខេបប្រសិនមកថាបញ្ចប់តែប៉ុណ្ណេះឯងសូមអរព្រះគុណនិងអរគុណ